នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលចេញបទបញ្ជាជាថ្មីម្ដងទៀតឲ្យកងទ័ពអាកាសរៀបចំឡើងវិញទាំងអស់នៅយន្តហោះចម្បាំងរបស់ខ្លួនត្រៀមហោះហើរបើកការវាយប្រហារទៅលើប្រទេសអ៊ីរ៉ង់ប្រសិនបើការចរចាជុំទី2សហរដ្ឋអាមេរិកនិងអ៊ីរ៉ង់បរាជ័យសេដ្ឋវិមានបាននិយាយថាកិច្ចចរចាជុំទី2អាចនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាមាបាតម្ដងទៀតប្រសិនបើវាឈានទៅដល់កិច្ចព្រមព្រៀងខណៈនេះសេចក្តីរាយការណ៍ពីទីក្រុងតេហរ៉ង់បានដឹងថាគណៈប្រតិភូនៃប្រទេសប៉ាគីស្ថានមួយក្រុមបានទៅដល់ទីក្រុងតេហរ៉ង់ហើយដើម្បីសម្របសម្រួលមេទ័ពកម្ពុជានៃរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ដែលជាកងអង្គភាពកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឲ្យបន្ធូរអេរយាប័តនិងសម្របសម្រួលបរិយាកាសនៅជុំវិញស្ថានភាពដ៏តានតឹងបំផុតខណៈដែលច្រកសមុទ្រហួរមូសកំពុងឡោមព័ទ្ធដោយកងទ័ពសហរដ្ឋអាមេរិកយ៉ាងសម្បើមនៅពេលនេះសហរដ្ឋអាមេរិកនៅតែឡោមព័ទ្ធច្រកសមុទ្រហួរមូសរយៈពេល3ថ្ងៃមកហើយដែលរយៈពេល3ថ្ងៃមុននេះនាវាចម្បាំងរបស់សហរដ្ឋអាមេរិកមានការកើនឡើង15គ្រឿងបូកនឹងនាវាផ្ទុកយន្តហោះ USS Abraham Lincoln ក៏ចូលរួមឡោមព័ទ្ធច្រកសមុទ្រហួរមូសផងដែរសេចក្តីរាយការណ៍បានដឹងថាកងទ័ពអាមេរិកបានដាក់ពង្រាយនាវាចម្បាំងរហូតដល់27គ្រឿងនិងយន្តហោះចម្បាំង100គ្រឿងបើកការហោះហើរលើលំហអាកាសនៃឈូងសមុទ្រប៉ែសនិងលំហអាកាសនៃច្រកសមុទ្រហ័រមូសដើម្បីវាយប្រហារទៅលើនាវាចម្បាំងជាពិសេសគឺវាយប្រហារទៅលើគោលដៅខាងក្នុងទឹកដីនៃប្រទេសអ៊ីរ៉ង់ប្រសិនបើនាវាចម្បាំងរបស់អាមេរិករងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់បានប្រកាសថាខ្លួនគេកំពុងតែកាន់នូវភាពអត់ធន់នៅចុងបញ្ចប់នេះហើយថាការវាយបកវិញវាយសងសឹកវិញទៅលើសហរដ្ឋអាមេរិកទៅលើសម្ព័ន្ធមិត្តរបស់អាមេរិកអាចនឹងចាប់ផ្ដើមឲ្យតែអាមេរិកមិនព្រមដកនាវាចម្បាំងឡោមព័ទ្ធច្រកសមុទ្រហ័រមូសអ៊ីរ៉ង់ទទួលស្គាល់ថាសេដ្ឋកិច្ចរបស់ខ្លួនកំពុងតែបាក់ស្រុតយ៉ាងខ្លាំងនៅពេលនេះដោយសារតែការឡោមព័ទ្ធសេដ្ឋកិច្ចយ៉ាងខ្លាំងពីសំណាក់កងនាវាចម្បាំងសហរដ្ឋអាមេរិកលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ប្រកាសថាបើបរាជ័យនៃការចរចាជុំទី2អាមេរិកនិងអ៊ីរ៉ង់នោះវាមានតែអ៊ីស្រាអែលបើកយុទ្ធនាការរលកអាកាសវាយប្រហារទៅលើគោលដៅសំខាន់ៗរបស់ទីក្រុងតេហរ៉ង់ជាថ្មីម្ដងទៀតលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់នៅក្នុងវីដេអូឃ្លីបដែលនៅក្នុងសេចក្តីថ្លែងការណ៍នោះលើកឡើងថាសហរដ្ឋអាមេរិកកំពុងតែសម្របសម្រួលជាមួយនឹងអ៊ីស្រាអែលជាថ្មីម្ដងទៀតថាទីបំផុតត្រូវធ្វើយ៉ាងណាឆ្លើយតបភ្លាមនៅពេលដែលការចរចាសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់មិនអាចមានកិច្ចព្រមព្រៀងណាមួយជាមួយគ្នាច្បាស់លាស់នោះលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ដូចនេះថាយើងចង់ឃើញអ៊ីរ៉ង់រុះរើចោលឧបករណ៍សម្ភារៈដើម្បីផលិតក្បាលគ្រាប់នុយក្លេអ៊ែរយើងចង់ឃើញអ៊ីរ៉ង់បញ្ឈប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមនិងប្រគល់សារធាតុអ៊ុយរ៉ាញ៉ូមទៅឲ្យសហរដ្ឋអាមេរិកយើងចង់ឃើញអ៊ីរ៉ង់រំលាយចោលទាំងស្រុងសមត្ថភាពនៃការផលិតក្បាលគ្រាប់នុយក្លេអ៊ែរយើងចង់ឃើញអ៊ីរ៉ង់បើកច្រកសមុទ្រហ័រមូសឡើងវិញនៅពេលនេះដោយព្រមមានថាអ៊ីរ៉ង់ត្រូវតែសម្របសម្រួលខ្លួនដើម្បីទទួលយកលក្ខខណ្ឌនៅឯតុចរចានៃលក្ខខណ្ឌរបស់សហរដ្ឋអាមេរិកការចរចាជុំទី2នេះក៏គេដឹងថាប្រធានប្រតិភូសហរដ្ឋអាមេរិកដឹកនាំដោយអនុប្រធានាធិបតី JD Vance រីឯគណៈប្រតិភូនៃប្រទេសអ៊ីរ៉ង់ពុំដឹងថាតើដឹកនាំដោយអិសរាជជនណានោះទេកាលពីកិច្ចប្រជុំលើកដំបូងគណៈប្រតិភូអ៊ីរ៉ង់ដឹកនាំដោយប្រធានរដ្ឋសភាប៉ុន្តែគេដឹងថានៅពេលដែលការចរចាធ្លាក់ក្នុងចំណុចបរាជ័យភ្លាមនោះគណៈប្រតិភូអ៊ីរ៉ង់ត្រូវបានបញ្ជាឲ្យធ្វើដំណើរចាកចេញពីប្រទេសប៉ាគីស្ថានជាបន្ទាន់ត្រឡប់ទៅអ៊ីរ៉ង់វិញដែលការចេញប័ណ្ណបញ្ជានេះទំនើងធ្វើឡើងដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឧត្តមសេនីយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់និងក៏អាចចេញពីមេដឹកនាំកម្ពុជាអ៊ីរ៉ង់មូចាតាបៃខាមីណៃបើទោះជាមូចាតាបៃខាមីណៃបាត់បង់សមត្ថភាពដឹកនាំក៏ដោយប៉ុន្តែទីប្រឹក្សារបស់គាត់ក៏អាចមើលឃើញថាជាអ្នករុញឲ្យមូចាតាបន្លឺពីមួយម៉ាត់គឺបញ្ជាឲ្យគណៈប្រតិភូរបស់អ៊ីរ៉ង់ត្រឡប់មកប្រទេសខ្លួនវិញនេះជាការបញ្ជាក់ថាគណៈប្រតិភូរបស់អ៊ីរ៉ង់អត់មានសិទ្ធិសម្រេចនៅចំពោះមុខកិច្ចចរចានោះទេលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានបញ្ជាក់ថាសម្រាប់អ៊ីស្រាអែលគ្មានអ្វីដែលត្រូវពាក់ព័ន្ធនឹងការចរចានោះទេប៉ុន្តែអ៊ីស្រាអែលមើលឃើញថាដំណោះស្រាយណាដែលមិនអាចធ្វើទៅបានហើយការចរចាមិនអាចឈានទៅដល់កិច្ចព្រមព្រៀងវាមានតែអ៊ីស្រាអែលជាអ្នកសម្រេចនៃការបើកការវាយប្រហារដោយការសម្របសម្រួលពីសហរដ្ឋអាមេរិកទៅលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតនាយករដ្ឋមន្ត្រីអ៊ីស្រាអែលប្រកាសថាកងទ័ពអាកាសរបស់អ៊ីស្រាអែលបានត្រៀមរួចរាល់អស់ហើយដោយបានបំពាក់គ្រាប់មីស៊ីលបំពាក់គ្រាប់បែកទៅលើយន្តហោះចម្បាំងរបស់ពួកភេរវេរករអស់ហើយវានៅតែរងចាំការបញ្ជាឲ្យបើកការអស់ហៅវាយប្រហារជាថ្មីម្ដងទៀតតែសូមរំលឹកថា
នៅក្នុងប្រតិបត្តិការទ័ពអាកាសវាយប្រហារទៅលើប្រទេសអ៊ីរ៉ាំងក្នុងសង្គ្រាមទ័ពអាកាសនិងសង្គ្រាមទ័ពជើងទឹក40ថ្ងៃអ៊ីស្រាអែលប្រកាសថាខ្លួនគេបានបើកការវាយប្រហារអស់ហើយដោយប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកទៅលើទីតាំងសំខាន់ៗក្នុងទឹកដីនៃប្រទេសអ៊ីរ៉ាំងសម្ដៅគំនិតប្រលានយន្តហោះអ៊ីរ៉ាំងគំនិតទីតាំងយុទ្ធសាស្ត្រនៃទីតាំងស្តុកគ្រាប់មីស៊ីលទីតាំងស្តុកដ្រូនរោងចក្រផលិតមីស៊ីលរោងចក្រផលិតដ្រូនរហូតដល់វាយប្រហារទៅលើទីតាំងនុយក្លេអ៊ែររបស់អ៊ីរ៉ាំងទៀតផងមិនតែប៉ុណ្ណោះអ៊ីស្រាអែលបើកការវាយប្រហារគំនិតហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់ជាច្រើនទីតាំងដែលជាការបញ្ជាក់ថាអ៊ីស្រាអែលអាចធ្វើទៅបានគ្រប់ទម្រង់នៃសង្គ្រាមទាំងអស់នៅពេលនោះជាមួយនឹងនេះអ៊ីស្រាអែលប្រកាសថាខ្លួនគេទម្លាក់គ្រាប់បែកទៅលើគោលដៅជាច្រើនរបស់អ៊ីរ៉ាំងសរុបទៅជាង 18,000 គ្រាប់ចំណែកឯសហរដ្ឋអាមេរិកវិញទម្លាក់គ្រាប់បែកទៅលើទីតាំងសំខាន់ដូចនឹងអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់ដែរនោះគឺទម្លាក់គ្រាប់បែករហូតទៅជាង 14,000 គ្រាប់ទៅ 15,000 គ្រាប់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលប្រកាសជោគជ័យនៃសង្គ្រាមលំហអាកាសរបស់ខ្លួនដោយវាយកំទេចបានជោគជ័យនៅប្រព័ន្ធខែលការពារដែនអាកាសរបស់អ៊ីរ៉ង់ដែលធ្វើឲ្យអ៊ីរ៉ង់អសមត្ថភាពខ្លាំងក្នុងការប្រើប្រាស់ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននិងវាយបង្ក្រាបការបាញ់មីស៊ីលនិងដនរបស់អ៊ីរ៉ង់ឲ្យអ៊ីរ៉ង់ចុះថយយ៉ាងខ្លាំងនៃការវាយប្រហារមីស៊ីលនិងដនទៅលើប្រទេសអ៊ីស្រាអែលនិងទៅលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកក្នុងតំបន់មជ្ឈិមបូព៌ាប៉ុន្តែយ៉ាងណាក៏ដោយអ៊ីរ៉ង់នៅតែមានសមត្ថភាពក្នុងការព្យាយាមវាយបកនិងវាយសងសឹកទៅលើសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទោះក្នុងទម្រង់តិចជាងមុនក៏ដោយនោះចុងក្រោយអ៊ីរ៉ង់ត្រូវបានគេមើលឃើញថាបើកការវាយប្រហារទៅលើអ៊ីស្រាអែលទៅលើសហរដ្ឋអាមេរិកដោយប្រើប្រាស់មីស៊ីលប្លង់បាលីស្ទិកកម្រិតធ្ងន់ដែលនាំឲ្យប្រព័ន្ធខែលការពាររបស់អ៊ីស្រាអែលលំបាកបាញ់ស្ទាក់ទម្លាក់យ៉ាងណាការធ្វើដំណើររបស់គណៈប្រតិភូសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់កំពុងតែរង់ចាំថាតើការសម្របសម្រួលរបស់ប្រទេសប៉ាគីស្ថានដែលបញ្ជូនមេទ័ពរបស់ខ្លួនទៅជួបនឹងមេទ័ពរបស់អ៊ីរ៉ង់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់នោះអាចធ្វើឡើងដោយមានកិច្ចព្រមព្រៀងដែរឬទេប្រសិនបើមានកិច្ចព្រមព្រៀងគណៈប្រតិភូសហរដ្ឋអាមេរិកនិងគណៈប្រតិភូនៃប្រទេសអ៊ីរ៉ង់នឹងធ្វើដំណើរទៅជួបគ្នាជាថ្មីម្ដងទៀតនៅលើទឹកដីនៃទីក្រុងអ៊ីស្លាមាបាតនៃប្រទេសប៉ាគីស្ថានលោកដូណាល់ត្រាំបានប្រកាសថាសហរដ្ឋអាមេរិកនឹងមិនពន្យាបត់ឈប់បាញ់គ្នាទៀតនោះទេប្រសិនបើការចរចាបរាជ័យហើយវាមានតែសហរដ្ឋអាមេរិកបើកប្រតិបត្តិការជាមួយអ៊ីស្រាអែលវាយប្រហារទៅលើអ៊ីរ៉ង់ជាថ្មីម្ដងទៀតនៅពេលនេះលោកដូណាល់ត្រាំកំពុងតែមានមោទនភាពដោយសារតែកងនាវាចម្បាំងរបស់សហរដ្ឋអាមេរិកឡោមព័ទ្ធច្រកសមុទ្រហូមូសដែលបណ្ដាលឲ្យអ៊ីរ៉ង់ខិតនៅក្នុងស្ថានភាពយ៉ាងលំបាកបំផុតកប៉ាល់ដឹកប្រេងដែលមានទំនាក់ទំនងចូលទៅយកប្រេងនៅកំពង់ផែនៃប្រទេសអ៊ីរ៉ង់ទាំងអស់ត្រូវបានបិទកប៉ាល់ទាំងឡាយណាដែលដឹកប្រេងហើយកំពុងតែឆ្លងកាត់ច្រកសមុទ្រហូមូសឬក៏ត្រូវបើកចេញពីច្រកសមុទ្រហូមូសគឺត្រូវរុញត្រឡប់ទៅវិញការឡោមព័ទ្ធច្រកសមុទ្រហូមូសដោយកងនាវាចម្បាំងសហរដ្ឋអាមេរិកចំនួន15គ្រឿងបូកនឹងនាវាផ្ទុកយន្តហោះ USS Abraham Lincoln មួយគ្រឿងផងដែរនេះតែត្រូវបានគេមើលឃើញថាសហរដ្ឋអាមេរិកកំពុងតែមានព្រៀបខ្លាំងជាងកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ហើយថាអ៊ីរ៉ង់មិនទាន់ឃើញប្រតិកម្មជាក់ស្ដែងណាមួយវាយប្រហារដោយបាញ់មីស៊ីលឬក៏ដ្រូនទៅលើកងនាវាចម្បាំងសហរដ្ឋអាមេរិកនោះទេប៉ុន្តែអ៊ីរ៉ាំងនៅពេលនេះត្រូវបានឲ្យដឹងថាកំពុងតែត្រៀមលក្ខណៈវាយប្រហារទៅលើផលប្រយោជន៍របស់សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់អាមេរិកអ៊ីរ៉ាំងបានប្រមានថានៅពេលដែលអ៊ីរ៉ាំងអស់ភាពអត់ធន់ចំពោះសហរដ្ឋអាមេរិកដែលឡោមព័ទ្ធច្រកសមុទ្រហួមូសនោះគឺអ៊ីរ៉ាំងនឹងបើកការវាយប្រហារទៅលើកំពង់ផែសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្តសហរដ្ឋអាមេរិកដែលមាននៅឈូងសមុទ្រពាសនិងសមុទ្រក្រហមប៉ុន្តែក្រុមប្រទេសអារ៉ាប់ប្រកាសថាខ្លួនគេមិនអាចទទួលយកបានទេការវាយប្រហារណាមួយពីសំណាក់អ៊ីរ៉ាំងជាថ្មីម្ដងទៀតពួកគេប្រកាសនឹងសហការជាមួយសហរដ្ឋអាមេរិកកំទេចអ៊ីរ៉ាំងឲ្យរាបដល់ដីគឺកំទេចរបបសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ាំងសូមរំលឹកថាបទឈប់បាញ់គ្នារយៈពេល14ថ្ងៃដែលស្នើឡើងដោយប្រទេសប៉ាគីស្ថាននេះនឹងត្រូវផុតនៅត្រឹមថ្ងៃទី21មេសាខាងមុខនេះលោកដូណាល់ត្រាំបញ្ជាក់បន្ថែមទៀតថាអត់មានពន្យាពេលវេលានៃបទឈប់បាញ់គ្នាទៀតនោះទេ